Bà sùng chụp xua nâng xua đây prey mật tạiកំពុងតែទស្សនានឹងការស្ដាប់កំសាន្តនៅ Channel Admin វណ្ណានេះគឺជាវីដេអូទី1នៃការចេញវីដេអូដំណើរសាច់រឿងហើយខ្ញុំបានដាក់ចំណងជើងថាមាននរណានៅផ្ទះទេបាទនេះគឺជា Channel របស់ខ្ញុំគឺ Channel ថ្មីបាទគឺជា Channel ថ្មីហើយវីដេអូក៏ថ្មីដែរហើយក៏ចង់ធ្វើជាវីដេអូដាក់ក្នុង channel នឹងមួយទៀតហើយបងប្អូនចាំជួយចុច subscribe ហើយនឹង like មួយ comment មួយទៅដើម្បីឲ្យខ្ញុំនឹងមានការមានទឹកចិត្តណាមានទឹកចិត្តក្នុងការធ្វើវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនចឹងទៅមុននឹងចូលសាច់រឿងខ្ញុំបាននិយាយទៅពុកម៉ែបងប្អូនហើយនឹងសួរសុខទុក្ខទៅដល់ពុកម៉ែបងប្អូនណាហើយសុខភាពយ៉ាងម៉េចហើយពុកម៉ែបងប្អូនហើយសុខសប្បាយជាទេបាទចំណែកadmin វិញគឺសុខធម្មតាទេគ្រាន់ថាដាច់លុយចាយតិចបាទនិយាយលេងទេបងប្អូនបាទបើសិនជាបងប្អូនសុខសប្បាយអីអាចចូល comment ដើម្បីឲ្យadmin នេះឃើញហើយនឹងមានការទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយនឹងបងប្អូនចឹងទៅបាទហើយកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងតែម្ដងសេឡាគឺជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងដែលទើបនឹងផ្លាស់មករស់នៅក្នុងខេត្តព្រៃវែងដោយសារតែត្រូវចូលមកកាន់តួនាទីថ្មីស្របពេលនោះសេឡាក៏បានយកសាណាដែលជាប្រពន្ធមករស់នៅជាមួយគ្នាដោយសារតែនាងមានផ្ទៃពោះ6ខែហើយណាមួយដើម្បីងាយស្រួលមើលថែនាងផងពួកគេទាំងពីរនាក់ក៏រកបន្ទប់ជួលដែលស្ថិតនៅក្នុងអគារផ្ទះល្វែងមួយកន្លែងដែលមាន4ជាន់ហើយមានបរិយាកាសស្ងប់ស្ងាត់ល្អមែនទែនទោះបីឆ្ងាយពីកន្លែងធ្វើការរបស់សេឡាបន្តិចក៏ដោយនាថ្ងៃដំបូងនៅពេលដែលពួកគេបានរើចូលនៅទីនោះសាណាហាក់ដូចជាមានអារម្មណ៍មិនសូវស្រួលខ្លួនសោះដោយមិនមានមូលហេតុហើយអ្នកជួលបន្ទប់ដទៃទៀតក៏បានមើលមកពួកគេដោយក្រសែភ្នែកចម្លែកប៉ុន្តែมันមានអ្នកណានិយាយសួរនាំអ្វីមកកាន់ពួកគេឡើយនៅពេលដែលសាណាបានដើរកាត់ស្ត្រីវ័យចំណាស់តែជាអ្នកស្នាក់នៅជាន់គេថាគាត់នៅជាន់ផ្ទាល់ដីសាណាក៏បានឃើញស្ត្រីនោះក្រវីក្បាលហើយដកដង្ហើមធំធំសាណាក៏បានឈប់ហើយក៏សួរទៅកាន់ស្ត្រីរូបនោះដោយភាពងើយឆ្ងល់ថាអត់ទោះអ៊ំមិនបានជាគេគ្រប់គ្នាមើលមកពួកខ្ញុំដោយចម្លែកម្លេះគេថាស្ត្រីវ័យចំណាស់ម្នាក់នោះក៏បានតបថាអត់មានអីទេតែឯងប្រយ័ត្នបន្តិចជាពិសេសនៅពេលយប់បើมันមានការអីទេដាច់ខាតកុំចេញក្រៅឲ្យសោះហើយជាពិសេសចាក់សោឲ្យជាប់ផងអ៊ំរវល់បន្តិចអ៊ំទៅក្នុងហើយសេឡាក៏បានមើលមុខសាណាហើយអ្នកទាំងពីរក៏ចាប់ផ្ដើមឆ្ងល់អាការៈចម្លែករបស់ស្ត្រីរូបនោះសាណាក៏បានគិតថាប្រហែលជានៅតាមខេត្តស្ងប់ស្ងាត់ជាងទីក្រុងអញ្ចឹងហើយបានជាគេឲ្យប្រយ័ត្ននៅពេលយប់បន្ទាប់មកអ្នកទាំងពីរក៏ធ្វើដំណើរឡើងទៅជាន់ទី3តាមរយៈចណ្ដាលជើងចឹងទៅហើយក៏បានមកដល់ឈប់នៅមុខបន្ទប់លេខ313នៅពេលដែលសេឡារៀបនឹងចាក់សោបើកទ្វារបន្ទប់សាណាក៏ស្រាប់តែគាត់សេឡាហើយនាងក៏បានចង្អុលទៅកាន់តំបន់ខាងក្រោមដែលនៅលើទ្វាររួចនិយាយថាបងជប់សិនបងឯងមើលទៅខាងក្រោមមើលដូចជាមានស្នាមកោះសេឡាក៏បានតបទៅប្រពន្ធមែនតើវាដូចជាស្នាមកោះដោយក្រចកស្រួចសាណាក៏បាននិយាយទៀតតិចនៅទីនេះมันមានសុវត្ថិភាពទៅសេឡាក៏បាននិយាយតបទៅប្រពន្ធណាมันអីទេបងគិតថាវាប្រហែលជាស្នាមឆ្មាកោះទេដឹងតោះកុំគិតច្រើនចូលទៅក្នុងសម្រាប់ទៅអូនហត់ហើយបន្ទាប់មកសេឡាក៏បាននាំសាណាចូលទៅក្នុងបន្ទប់នោះដើម្បីកុំឲ្យនាងសួរច្រើនទៀតហើយអ្នកទាំងពីរក៏បានរៀបចំសម្ភារៈនៅក្នុងបន្ទប់នោះរហូតដល់ពេលយប់ពេលរាត្រីក៏បានមកដល់ហើយបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច
សាណាក៏បានប្រមូលសម្រាមយកទៅចោលនៅក្បែរចណ្ដើរនៅតាមផ្លូវចណ្ដើរមានសភាពស្ងាត់មែនទែនដោយគ្រប់បន្ទប់ទាំងអស់សុទ្ធតែបិទទ្វារបិទភ្លើងហើយសំបីតែភ្លើងបំភ្លឺផ្លូវក៏មិនមានដែរនៅពេលនោះសាណាក៏បានប្រទះឃើញនារីម្នាក់កំពុងធ្វើដំណើរយ៉ាងលឿនឡើងទៅខាងនេះថាឡើងទៅជាន់ខាងលើណាបងប្អូនសាណាក៏បានស្រែកសួរនារីរូបនោះតែនារីរូបនោះមិនបានឆ្លើយតបនឹងសាណាវិញឡើយហើយនាងថែមទាំងមើលមកសាណាក្នុងអាការៈចម្លែកជាទៅដូចស្ត្រីចំណាស់កាលពីពេលថ្ងៃផងដែរសាណាដោយឃើញថាសភាពការមិនសូវស្រួលបួលទេដូចថាមិនសូវស្រួលអញ្ចឹងណានាងក៏បានរត់ត្រឡប់មកបន្ទប់វិញយ៉ាងលឿនពួកគេក៏បានដេកលក់រហូតដល់ម៉ោងប្រហែលជា2យប់2អាធ្រាត្រសាណាក៏បានភ្ញាក់ឡើងដោយសារតែឮសំឡេងរបស់អ្នកណាម្នាក់នៅខាងក្រៅបន្ទប់របស់នាងក៏បានប្រឹងស្ដាប់ហើយនាងក៏ចេញពីគ្រែរួចដើរតម្រង់ទៅរកប្រភពរបស់សំឡេងនោះនៅពេលនោះនាងស្រាប់តែឮសំឡេងកោះកេះទ្វារព្រមជាមួយនឹងសំឡេងរបស់មនុស្សស្រីដ៏គួរឲ្យព្រឺព្រួចមាននរណានៅផ្ទះទេបើមិនមានទេខ្ញុំចូលទៅហើយណាចឹងណាបងប្អូនឮសំឡេងចឹងណាសាណាមានអារម្មណ៍ថាតក់ស្លុតយ៉ាងខ្លាំងហើយបន្ទាប់មកនាងស្រាប់តែឮសំឡេងមូលទ្វារហេតុតែចង់ដឹងចង់ឃើញសាណាក៏បានដើរលបទៅអើតមើលតាមប្រហោងទ្វារអ្វីដែលនាងបានឃើញគឺជាស្រមោលខ្មៅរបស់មនុស្សស្រីម្នាក់ដែលមានសក់វែងហើយនាងមិនអាចឃើញមុខមាត់របស់ម្នាក់នោះទេព្រោះថាមើលទៅអត់ច្បាស់ដោយសារតែมันមានភ្លើងបំភ្លឺផ្លូវដោយយល់ឃើញថាដូចជាមិនស្រួលសាណាក៏ស្រែកតាសសិលាឲ្យក្រោកឡើងហើយស្របពេលជាមួយគ្នានោះសំឡេងចម្លែកនោះក៏បានបាត់ដោយឯងសិលាក៏បានក្រោកឡើងហើយរត់ទៅរកប្រពន្ធរបស់ខ្លួនដោយសួរនាំថាមានរឿងអីហ្នឹងមិនបានអូនឯងស្រែកខ្លាំងម្ល៉េះសិលាក៏តបទាំងញ័រថាបងអូនឮសំឡេងចម្លែកណាគួរឲ្យខ្លាចណាស់នៅខាងក្រៅសិលាក៏បានបើកភ្លើងហើយដើរទៅបើកទ្វារតែมันបានឃើញអ្វីទេគឺថាអត់មានអីប្លែកទេក្រៅពីសភាពស្ងាត់ច្រងំបន្ទាប់មកសិលាក៏លួងសាណាឲ្យបាត់ភ័យខ្លាចហើយនាំគ្នាចូលទៅគេងវិញនាថ្ងៃបន្ទាប់សិលាក៏បានចេញទៅធ្វើការដោយទុកប្រពន្ធរបស់ខ្លួនឲ្យនៅក្នុងបន្ទប់សម្រាកដោយសារតែនាងមិនបានដេកកាលពីយប់សាណាបានគេងរហូតដល់ម៉ោង10ព្រឹកហើយនៅពេលដែលនាងក្រោកឡើងនាងបានចេញទៅក្រៅដើម្បីសួរនាំរឿងហេតុមួយចំនួនពីអ្នកដែលស្នាក់នៅក្នុងអាគារជាមួយគ្នាដំបូងឡើយมันមានអ្នកណាចង់និយាយប្រាប់នាងទេដោយពួកគេចេះតែគេចវេះពីការឆ្លើយសំណួររបស់នាងជាច្រើនលើកច្រើនសារតែដោយមើលទៅសាណាដូចជាគួរឲ្យអាណិតពួកគេក៏បានអូសដៃសាណាចូលទៅក្នុងបន្ទប់ហើយនិយាយប្រាប់នាងថាឯងគួរតែរើចេញពីទីនេះទៅដោយសារតែនៅទីនេះមានខ្មោចហើយម្យ៉ាងខ្មោចនោះមិនចូលចិត្តនារីដែលមានផ្ទៃពោះឡើយកាលពី10ឆ្នាំមុនមាននារីពោះធំម្នាក់បានលោតសម្រាប់ខ្លួនពីជាន់ទី4ដោយសារតែអ្នកដែលនាងស្រឡាញ់បានបោកចិត្តនាងហើយចាប់តាំងពីពេលនោះមកនាងតែងតែចេញឡងមិនអោយគេនៅស្រុកទេជាពិសេសអ្នកដែលមានផ្ទៃពោះគឺនាងបានឡងធ្វើបាបដល់ថ្នាក់រលូតកូនអស់3នាក់ហើយពួកអ៊ំមិនហ៊ានប្រាប់ឯងទេដោយសារតែម្ចាស់ផ្ទះអាគារនេះមិនអោយនិយាយអំពីរឿងនឹងទេនាំតែប៉ះពាល់ដល់ការជួលបន្ទប់តែអ៊ំមិនចង់ឲ្យឯងជួបរឿងអាក្រក់ទេអញ្ចឹងហើយឯងឆាប់រើចេញទៅនេះនៅថ្ងៃនោះសាណាក៏បានអង្គុយគិតអស់ជាច្រើនម៉ោងដោយសារនាងហាក់ដូចជាជឿបន្តិចមិនជឿបន្តិចនៅពេលដែលសិលាបានត្រឡប់មកពីធ្វើការវិញសាណាក៏បាននិយាយរឿងនោះប្រាប់ប្តីរបស់នាងសិលាមិនជឿឡើយហើយក៏និយាយថាគ្រាន់ជារឿងប្រឌិតទេណាមួយពួកគេបានបង់ថ្លៃបន្ទប់ជួលនោះក្នុងរយៈពេល1ឆ្នាំរួចហើយបើពួកគេរើចេញហាក់ដូចជាស្ដាយ
សាណាក៏មិននិយាយអ្វីឡើយហើយពួកគេទាំងពីរនាក់ក៏ចំអិនម្ហូបសម្រាប់យប់នោះពេលរាត្រីក៏បានចូលមកដល់ទៀតសាណាដេកមិនលក់ឡើយដោយនាងនៅតែគិតដល់សម្ដីរបស់អ្នកដែលស្នាក់នៅក្នុងអគារនោះភ្លេចខ្លួនម៉ោង 2 អាធ្រាត្រក៏បានមកដល់ទៀតហើយសាណាក៏បានផ្ទៀងត្រចៀកស្ដាប់ថាតើឮសំឡេងចម្លែកនោះទៀតដែរឬអត់សាណាបានរងចាំរហូតដល់ម៉ោង 3តែមិនឮសំឡេងអ្វីឡើយហើយនាងក៏បានដេកលក់ទៅដោយសារតែងងុយដេកខ្លាំងពេកក្នុងរយៈពេល 2-3 ថ្ងៃក្រោយមកมันមានអ្វីចម្លែកបានកើតឡើងទេហើយសាណាក៏គិតថាកាលពីយប់ថ្ងៃដំបូងប្រហែលជានាងហត់ពេកបានជានាងដេកស្រមើស្រមៃផ្ដេសផ្ដាស់ចឹងទៅហើយរឿងខ្មោចស្រីអីនោះប្រហែលជារឿងប្រឌិតទេសាណាក៏មិនបានផ្ដោតអារម្មណ៍លើរឿងនោះទៀតដែររហូតមកដល់យប់មួយសាណាក៏បានយល់សពឃើញនារីម្នាក់ដែលមានសក់វែងកំពុងតែដេកនៅលើគ្រែសាណាបានព្យាយាមមើលមុខនារីម្នាក់នោះតែទោះបីខំប្រឹងយ៉ាងណាក៏នៅតែមិនអាចមើលឃើញច្បាស់ដោយសារតែសក់បាំងពីមុខសាណាក៏បានបែរមុខទៅមើលឆ្វេងស្ដាំជុំវិញបន្ទប់ហើយក៏ហាក់ដូចជាមានអារម្មណ៍ថាបន្ទប់នោះដូចជាបន្ទប់ដែលសាណាកំពុងស្នាក់នៅរាល់ថ្ងៃនៅពេលដែលសាណាកំពុងតែឈរគិតនាងស្រាប់តែឮសំឡេងអ្វីមួយហើយនាងក៏បានបែរមុខមកមើលគ្រែនៅពេលនោះហើយដែលសាណាស្រាប់តែគាំងមួយស្របក់ចឹងទៅដោយសារតែនារីម្នាក់នោះកំពុងតែអង្គុយនៅលើគ្រែហើយបែរមុខមករកសាណាដោយកែវភ្នែកសម្លឹងសម្លក់ដូចជាចង់ស្ទុះមកច្បាច់ករបស់សាណាចឹងសាណាក៏ចង់រត់គេចចេញពីបន្ទប់នោះដែរតែជាអកុសលនាងស្រាប់តែមានអារម្មណ៍ថានាងមិនអាចបញ្ជាខ្លួនប្រាណរបស់នាងបានឡើយហើយនារីម្នាក់នោះក៏បានក្រោកឈរហើយដើរយឺតមករកសាណាក្នុងកាយវិការដ៏គួរឲ្យខ្លាចដោយបាននិយាយមកថាឲ្យកូនមកយើងវិញកូនម៉ាក់មករកកូនហើយយើងលែងបែកពីគ្នាទៀតហើយសាណាចាប់ផ្ដើមភ័យយ៉ាងខ្លាំងហើយនាងក៏បានស្រែកហៅរកប្តីរបស់នាងតែទោះបីនាងខំស្រែកហៅយ៉ាងណាក៏នាងមិនឃើញប្តីរបស់នាងដែរនៅពេលដែលនារីម្នាក់នោះដើរជិតមកដល់សាណាស្រាប់តែភ្ញាក់ដឹងខ្លួនឡើងហើយនាងក៏បានឃើញប្តីរបស់នាងកំពុងតែចាប់ដៃនាងដោយសួរនាំនាងថាកាត់អីសាណាមិនតបហើយនាងក៏ចាប់ផ្ដើមយំបន្ទាប់ពីនាងយំអស់ចិត្តសាណាក៏បាននិយាយរៀបរាប់ប្រាប់ទៅសិលាអំពីរឿងដែលនាងបានជួបប្រទះក្នុងយល់សពសិលាក៏និយាយលួងលោមនាងថាប្រហែលជានាងហត់នឿយពេកបានជាដេកយល់សពឃើញអីអញ្ចឹងណានាថ្ងៃបន្ទាប់សិលាក៏បានប្រាប់សាណាថាថ្ងៃនេះគាត់ប្រហែលជាមកផ្ទះយឺតបន្តិចដោយសារតែមានការប្រជុំនៅកន្លែងធ្វើការហើយប្រាប់ឲ្យសិលាមិនបាច់រងចាំបាយទេក្នុងថ្ងៃនោះដែរសាណាក៏ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលទៀតហើយនាងបដិញ្ញាចិត្តថានឹងនិយាយជាមួយប្តីរបស់នាងឲ្យចេញពីអាគារផ្ទះល្វែងមួយនេះឲ្យទាល់តែបានពេលរាត្រីក៏បានចូលមកដល់បន្ទាប់ពីសាណាបរិភោគអាហារពេលល្ងាចហើយនាងក៏បានចូលទៅងូតទឹកហើយពិនិត្យមើលទ្វារបង្អួចថាបានចាក់សោហើយឬនៅបន្ទាប់មកនាងក៏បានចូលមកដេកចុចទូរស័ព្ទលេងនៅក្នុងបន្ទប់ដើម្បីរងចាំប្តីរបស់នាងមកពីធ្វើការវិញ1 ម៉ោងក្រោយមកសាណាស្រាប់តែមានអារម្មណ៍ថាងងុយដេកខុសពីធម្មតាហើយនាងក៏បានបិទភ្នែកចេញលក់បាត់ដោយមិនដឹងខ្លួននាពេលលាម៉ោង10យប់សាណាក៏បានស្ទុះក្រោកឡើងដោយទឹកមុខភ័យស្លន់ស្លោនាងបានដេកយល់សពឃើញនារីម្នាក់នោះម្ដងទៀតហើយដោយលើកនេះនារីម្នាក់នោះក៏បានស្ទុះមុខច្របាច់ករបស់នាងហើយយកដៃមកខាងទៀតបានចាក់ទម្លុះពោះរបស់នាងដើម្បីយកកូនចេញសាណាក៏បានចាប់ផ្ដើមយំហើយក៏សម្រេចចិត្តថានឹងមិនដេកទៅវិញឡើយព្រោះខ្លាចយល់សពឃើញនារីម្នាក់នោះម្ដងទៀតនាងក៏បានងាកមកមើលនៅក្បែរនាងហើយមិនឃើញប្តីនាងឡើយ
នាងក៏បានទាញយកទូរស័ព្ទមកចុចដើម្បីហៅទៅសួរប្តីរបស់នាងសាណារៀបចុចនឹងខលទៅហើយក៏ស្រាប់តែបានឮសំឡេងណាក៏កេះទ្វារមិនឮឡើងព្រមជាមួយនឹងសំឡេងដែលធ្វើឲ្យនាងมันអាចបំភ្លេចបានផងដែរមាននរណានៅផ្ទះទេបើមិនមានទេខ្ញុំចូលទៅហើយណាខ្មោចនឹងនិយាយចឹងsorry សំឡេងនឹងនិយាយចឹងបងប្អូនសាណាក៏ចាប់ផ្ដើមស្រែកយំហើយក៏និយាយថាឆាប់ចេញទៅខ្ញុំខ្លាចហើយកុំមកធ្វើបាបខ្ញុំអ្វីបើសាណាតទួញអង្វរយ៉ាងណាក៏ដោយក៏សំឡេងនោះហាក់ដូចជាមិនឮគេថាมันបានឆ្លើយជាមួយនឹងសាណាទេហើយសំឡេងនោះក៏នៅតែបន្តថាមាននរណានៅផ្ទះទេបើមិនមានទេខ្ញុំចូលទៅហើយណាសំឡេងហ្នឹងនៅឮតែអញ្ចឹងបងប្អូនសាណាក៏ស្ទុះចេញពីបន្ទប់ដេកដើម្បីទៅបើកភ្លើងនៅក្នុងបន្ទប់ឲ្យភ្លឺដើម្បីកាត់បន្ថយភ័យខ្លាចអញ្ចឹងទៅតែមុននឹងនាងចុចកង់តាក់ភ្លើងសាណាស្រាប់តែឮសូរសំឡេងមូលទ្វារហើយនាងក៏បានងាកទៅមើលទ្វារបន្ទប់ដោយនាងបន់នៅក្នុងចិត្តថាសូមកុំឲ្យទ្វារបើកបានអីផ្ទុយពីការគិតរបស់នាងសាណាទ្វារក៏បានបើកបន្តិចម្ដងរហូតដល់នាងអាចមើលឃើញស្រមោលខ្មៅមួយដែលមើលទៅដូចជាមនុស្សស្រីកំពុងតែអោនអង្គុយមុខបន្ទប់របស់នាងមួយរំពេចនោះស្រមោលនោះក៏ក្រោកឡើងបន្តិចម្ដងរួចដើរចូលមករកសាណាអញ្ចឹងទៅឯសាណាវិញបានត្រឹមតែឈរគាំងមិនអាចកម្រើកបានឡើយដោយហេតុតែភ័យពេកសាណាក៏បានបិទភ្នែកមិនហ៊ានមើលទេហើយបន្ទាប់ពីឈរអស់រយៈពេល5នាទីដោយមិនមានអ្វីកាត់ឡើងសាណាក៏បានបើកភ្នែកមើលទៅគិតថាប្រហែលជាការស្រមើស្រមៃតែនៅពេលដែលនាងបើកភ្នែកសាណាស្រាប់តែឃើញស្រមោលខ្មៅនោះឈរនៅមុខបន្ទប់នាងទៀតហើយក៏លើកដៃស្ទុះមកច្របាច់ករបស់នាងយ៉ាងមាំសាណាបានព្យាយាមរើបំរាស់យ៉ាងខ្លាំងតែនៅតែមិនអាចរើរួចហើយនាងក៏ចាប់ផ្ដើមមានអារម្មណ៍ថាវិលមុខដោយសារតែមិនអាចដកដង្ហើមបានណាបន្ទាប់ពីនោះនាងក៏សន្លប់បាត់បង់ស្មារតីទៅ30នាទីក្រោយមកសេឡាក៏បានមកដល់ហើយមូលហេតុដែលគាត់មកយឺតគឺដោយសារតែឡានបែកកង់ពិបាករកកន្លែងបដូរសេឡាបានព្យាយាមរកប្រពន្ធរបស់ខ្លួននៅគ្រប់ទីកន្លែងតែមិនឃើញវត្តមានរបស់សាណាឡើយដោយមិនអស់ចិត្តសេឡាក៏បានយកទូរស័ព្ទហៅទៅសាណាសំឡេងទូរស័ព្ទរបស់សាណាក៏បានបន្លឺឡើងនៅជាន់ខាងលើក្នុងពេលរាត្រីដ៏ស្ងាត់ជ្រងំសេឡាក៏បានឡើងទៅរកប្រភពរបស់សំឡេងនោះហើយនៅពេលដែលសេឡាបានឃើញព្រឹត្តិការណ៍មួយដែលធ្វើឲ្យគាត់ចងចាំអស់មួយជីវិតគឺបានឃើញសាណាចងកខ្លួនឯងស្លាប់នៅលើពីដានជាន់ទី4នាថ្ងៃបន្ទាប់គេគ្រប់គ្នាក៏ផ្អើលនឹងដំណឹងនេះហើយមានអ្នកខ្លះបាននិយាយថាវាជារឿងឃាតកម្មតែអ្នកខ្លះទៀតក៏បាននិយាយថាជារឿងបណ្ដាសារបស់ខ្មោចស្រីនៅអគារនោះហើយសេឡាជាប្រពន្ធរបស់សាណាក៏បានយកសពប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរចឹងទៅហើយធ្វើឲ្យសេឡាហ្នឹងគឺគាត់ចងចាំអស់មួយជីវិតពេលមិនទាន់ជួបហេតុការណ៍ប្រពន្ធរបស់គាត់ក៏បានប្រាប់ហើយនៅក្នុងយល់សពម្ដងហើយម្ដងទៀតហើយប្រាប់ហើយនៅតែមិនជឿហើយអ្នកចិត្តខាងប្រាប់សាណាហ្នឹងសាណាក៏ប្រាប់ប្តីគាត់ទៅជួបហេតុការណ៍ច្រើនដងមែនតើប៉ុន្តែធ្វើម៉េចប្តីសាណាគឺគាត់អត់ជឿចឹងទៅធ្វើឲ្យស្ដាយក្រោយអស់មួយជីវិតហើយខ្ញុំអាណិតសាណាមែនតើគឺគាត់មានផ្ទៃពូហើយធ្វើឲ្យមានរឿងចឹងទៀតនិយាយទៅសាណាគឺគាត់បានបបួលប្តីគាត់ឲ្យចេញពីកន្លែងអាគារហ្នឹងដែរប៉ុន្តែគឺប្តីគាត់អត់ព្រមចេញទេដោយសារអីដោយសារតែគាត់បានដូចថាដាក់កងត្រាឬក៏កក់លុយនៅក្នុងអាគារហ្នឹងដែលគាត់នៅគឺរយៈពេល1ឆ្នាំហើយអញ្ចឹងទៅគាត់នៅតាមបានពី3ថ្ងៃហ្នឹងហើយធ្វើម៉េចប្តីគាត់ព្រមហើយណាមួយគឺប្តីគាត់មិនជឿទៀតហើយណាមួយគាត់ស្ដាយលុយបាទគឺគាត់នៅបានតែ3 4ថ្ងៃទេហើយចេញពីអាគារហ្នឹងហើយកក់លុយគេឡើង1ឆ្នាំនិយាយថាបងគេលុយគេឡើង1ឆ្នាំហើយហ្នឹងអញ្ចឹងទៅគាត់ស្ដាយគាត់ក៏បន្តនៅអញ្ចឹងទៅហើយបន្តនៅគឺចុងក្រោយគឺជួបហេតុការណ៍ដែលនឹកស្មានមិនដល់ធ្វើឲ្យប្រពន្ធរបស់គាត់គឺបាត់បង់ជីវិតហើយគាត់នឹងក៏បានបាត់បង់ប្រពន្ធហើយទាំងកូននៅក្នុងពោះ
និយាយទៅគួរឲ្យអាណិតមែនទែនសាណាគឺគាត់មានផ្ទៃពោះហើយក៏ជួបរឿងបែបហ្នឹងទៀតហ្នឹងហើយបងប្អូនណាសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយហ្នឹងហើយខ្ញុំក៏សូមអភ័យទោសនឹងរាល់ការនិយាយទៅខុសត្រង់ណាក្តីសូមបងប្អូនកុំប្រកែកប្រកាន់អីដោយសារតែពេលខ្លះសម្រាយទៅពាក្យខ្លះក៏ល្អពាក្យខ្លះទៅក៏មានជ្រុលចឹងទៅហ្នឹងហើយបងប្អូនសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយហ្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើវីដេអូដំណើរចែកជូនបងប្អូនស្ដាប់ជារៀងរាល់ថ្ងៃហើយជាចុងក្រោយខ្ញុំមានតែជូនពរហើយនឹងឲ្យបងប្អូននឹងមានសុខភាពល្អហើយរកស៊ីមានបានហ្នឹងហើយបងប្អូនបាយបាយមានតែប៉ុណ្្នឹងទេ